ទីមួយគឺជំនួបតាមទូរស័ព្ទរវាងលោកត្រាំនិងនាយករដ្ឋមន្ត្រីចាំផ្ទះថៃនៅម៉ោង9កន្លះមុននេះតើថៃត្រៀមទូលពិតអាមេរិករឿងអីខ្លះអ្នកនយោបាយថៃចាប់ផ្ដើមហែកហួរគ្នាដណ្ដើមប្រជាប្រិយដើម្បីសន្លឹកឆ្នោតនាយករដ្ឋមន្ត្រីចាំផ្ទះថៃការពារជំហររឿងរំលាយរដ្ឋសភាដោយអះអាងថាមិនក្បត់សន្យាដោយការចោទប្រកាន់ក្រសួងការពារជាតិទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់ការបាញ់ប្រហារដោយមិនរើសគោលដៅនិងការប្រើប្រាស់យន្តហោះចម្បាំងហោះចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាលោកអ៊ុំសំអានអំពាវនាវឲ្យកម្ពុជាអត់សូមអធិស្ឋានបងប្អូនថាអត់ឮសលេងខ្ញុំថាប្រហែលជាមកដោយសារតែពេលមានរ៉ារអួលឬក៏ខ្ញុំត្រូវធ្វើផ្សាយផ្ទាល់ឡើងវិញខ្ញុំសូមសលេងបងប្អូនមួយចំនួនបងប្អូនថាឮដាច់នេះគឺអាចមកពីដោយសារតែពេលដែលវារ៉ារអួលមុននេះគឺវាឮដាច់អញ្ចឹងបងប្អូនឮដាច់អាចចេញទៅវិញហើយចូលមកវិញព្រោះបងប្អូនមួយចំនួនបានថាឮហើយចឹងខ្ញុំនឹងបន្តទៀតបាទក្រសួងការពារជាតិទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់ការបាញ់ប្រហារដោយមិនរើសគោលដៅនិងការប្រើប្រាស់យន្តហោះចម្បាំងហោះចូលទឹកដីកម្ពុជាលោកអ៊ុំសំអានអំពាវនាវឲ្យកម្ពុជាប្រើសំណាញ់មេឃនិងលោកសំរងស៊ីអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបន្តផ្ដល់ជំនួយឲ្យដល់ដៃកងទ័ពជួរមុខដោយផ្ទាល់ជៀសវាងទៅត្រឹមមេពុករលួយសភាពាណិជ្ជកម្មថៃស្នើឲ្យរៀបចំការបោះឆ្នោតឆាប់ដើម្បីចរចាបញ្ចុះពន្ធជាមួយអាមេរិកបាត់ដំណឹងអ្នកនាងធីសវណ្ណថាឈឹងក្រោយចូលខ្លួនបំភ្លឺតាមការកោះហៅរបស់អាជ្ញាធររឿងផ្សាយព័ត៌មាននៃចំនួនព្រំដែនខ្មែរថៃនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទបងប្អូនទៅមុនរឿងទី1ទៅមុនគឺជារឿងសំខាន់ប្រចាំរាត្រីនេះដែរដោយសារតែជំនួបតាមទូរស័ព្ទរវាងមេដឹកនាំសហរដ្ឋអាមេរិកគឺលោក Donald Trump និងមេដឹកនាំថៃគឺនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃគឺលោកអនុទិនច័ន្ទវរៈគុលបើតាមអ្វីដែលជាការគ្រោងទុកឬក៏ដោយថារៀបចំហ្នឹងគឺត្រូវធ្វើនៅម៉ោង9កន្លះម៉ោងនៅស្រុកខ្មែរយប់នេះព្រោះវាត្រូវនឹងម៉ោង6កន្លះម៉ោងនៅសំទោស9កន្លះគឺបានន័យថា9កន្លះព្រឹកនៅឯរដ្ឋធានី Washington នៅឯសេតវិមាននៅថ្ងៃនេះព្រឹកនៅថ្ងៃនេះបានន័យថាមុននេះប្រហែលជាជាងកន្លះម៉ោងដូច្នេះបើអ្វីប្រព្រឹត្តទៅដោយរលូនដោយមិនមានការរាំងស្ទះដូចលោកមុនទៀតទេឬក៏មានការអាក់ខានអីទេបានន័យថាម៉ោងនេះគឺលោកនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃអនុទិនច័ន្ទវរៈគុលកំពុងតែទូរស័ព្ទជាមួយនឹងលោក Donald Trump ទៅហើយយើងអត់ដឹងថាតើការសន្ទនាគ្នាតាមទូរស័ព្ទនេះត្រូវការពេលវេលាយូរប៉ុន្មានបើនិយាយត្រឹមតែកន្លះម៉ោងពីម៉ោង9កន្លះដល់ម៉ោង10ម៉ោងនេះគួរតែចប់ទៅហើយក៏ប៉ុន្តែបងប្អូនដោយសារតែនេះគឺជាការផ្សាយផ្ទាល់ដូច្នេះខ្ញុំមិនដឹងថាតើកិច្ចសន្ទនាគ្នារវាងលោកអនុទិនច័ន្ទវរៈគុលនិងលោក Donald Trump និយាយអីគេខ្លះហើយក៏មិនដឹងថាតើទូរស័ព្ទនឹងពិតជាបានធ្វើហើយឬនៅទេព្រោះអីម៉ោង9កន្លះបើគាត់ចាប់ផ្ដើមបានន័យថាគាត់កំពុងជជែកគ្នាដូច្នេះមិនមានព័ត៌មានណាដែលអាចនឹងផ្សាយជូនបងប្អូនតាន់ទេក៏ប៉ុន្តែខ្ញុំនឹងជម្រាបជូនបងប្អូនអំពីថាតើខាងភាគីថៃគេត្រៀមអីគេខ្លះនៅពេលដែលគ្រោងនឹងពេលដែលថាលោកត្រាំទៅហ្នឹងបងប្អូនដឹងហើយថាទូរស័ព្ទហ្នឹងខកខានពី3ដងហើយដំបូងឡើយគឺថាលោកត្រាំថាថ្ងៃ10ខែធ្នូគាត់នឹងទៅលោកនាយរដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងលោកនាយរដ្ឋមន្ត្រីថៃអនុទិនច័ន្ទវរៈគុលមុនរំលាយរដ្ឋសភាថៃដល់ពេលដែលថាដូច្នេះនៅ Pennsylvania ហ្នឹងអត់ទាន់បានទេអាថ្ងៃ10ធ្នូហ្នឹងទៅគាត់ថាចាំថ្ងៃ11ធ្នូហ្នឹងដើម្បីនឹងរៀបចំចាត់ចែងឲ្យទៅណាត់ជួបនាយករដ្ឋមន្ត្រីខ្មែរឬក៏នាយករដ្ឋមន្ត្រីថៃហ្នឹងហើយថាគ្រោងនឹងធ្វើនៅម្ដុំប្រលប់ឬក៏យប់ម៉ោងប្រហែលហ្នឹងម៉ោង9កន្លះម៉ោង10ហ្នឹងនៅឯស្រុកខ្មែរថ្ងៃពីយប់ម្សិលក៏ប៉ុន្តែក៏ខកខានទៀតដោយសារអីយប់ហ្នឹងដែរត្រូវបានរដ្ឋសភាថៃហ្នឹងលោកអនុទិនច័ន្ទវរៈគុលប្រកាសរំលាយរដ្ឋសភាចោលមុននៅក្នុងថ្ងៃជាមួយគ្នាដែលក្នុងការតែថ្ងៃទៅត្រូវលើកទូរស័ព្ទលោកត្រាំហ្នឹងដោយសារតែរឿងជំនាស់ផ្ទៃក្នុងរដ្ឋសភាថៃហ្នឹងហើយអ្នកមួយចំនួនថាអាចមកជាលេះកិច្ចមិនចង់លើកទូរស័ព្ទលោកត្រាំទេប៉ុន្តែអាហ្នឹងគាត់ថាជាការអះអាងសន្និដ្ឋានទេតែការពិតគឺថ្ងៃនេះគឺពិតជាមានការគ្រោងរៀបចំឲ្យមានទូរស័ព្ទហ្នឹងម្ដងទៀតម៉ោង9កន្លះអញ្ចឹងដដែលគឺលើកមកថ្ងៃទី12នេះដែលម៉ោងនេះដែលគួរតែពួកគាត់កំពុងជជែកគ្នាឥឡូវនេះដោយសារតែគម្រោងទូរស័ព្ទនេះគឺបានធ្វើទៅហើយមិនមែនធ្វើរវាងប្រធានាធិបតីសហរដ្ឋអាមេរិកជាមួយនឹងនាយករដ្ឋមន្ត្រីថៃទេគឺជាមួយនឹងនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃបានន័យថាម៉េចបានន័យថាលោកត្រាំទៅលោកអនុទិនច័ន្ទវរៈគុលក្នុងនាមជាអ្នកចាំផ្ទះទេមិនមែនជាអ្នកសម្រេចកិច្ចការអីទាំងឡាយទេព្រោះដោយសារអីរដ្ឋាភិបាលថៃនៅពេលនេះគឺអត់មានទេនៅតែរដ្ឋាភិបាលចាំផ្ទះព្រោះអីរំលាយចោលទៅគឺត្រូវការរៀបចំការបោះឆ្នោតថ្មីមួយក្នុងរយៈពេល45ថ្ងៃទៅ60ថ្ងៃតាមរដ្ឋធម្មនុញ្ញរបស់ថៃហើយបើសិនជារៀបចំការបោះឆ្នោតលឿនយ៉ាងណាក៏ត្រឹមចុងខែមករាឬក៏ដើមខែកុម្ភៈដែរដូច្នេះមានន័យថាយ៉ាងម៉េច
បានន័យថាការជជែកក្នុងពេលនេះគឺអ្វីគឺអតិពលនេះវាធ្លាក់ទៅលើយោធាថៃនិងស្ដេចថៃទៅវិញវាលែងជារដ្ឋាភិបាលហើយពីមុនមានរដ្ឋាភិបាលមិននៅអំណាចនៅលើយោធាទាំងស្រុងនិងស្ដេចថៃទាំងស្រុងចុះឥឡូវទម្រាំតែរដ្ឋាភិបាលចាំផ្ទះដូច្នេះលោកអនុទិនច័ន្ទវរៈគុលដែលជានាយករដ្ឋមន្ត្រីចាំផ្ទះនេះប្រហែលជាមិនមានអ្វីដែលត្រូវនិយាយច្រើនក្រៅតែពីការទូពិតសហរដ្ឋអាមេរិកដោយអ្វីដែលគាត់បានគ្រោងមុននេះព្រោះអីមុននឹងជួបលោកត្រាំនេះបើតាមអ្វីដែលជាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃដែលជារដ្ឋមន្ត្រីចាំផ្ទះដែរនោះគឺលោកស៊ីហាស័កភួងកេតកែវគាត់បានប្រាប់សារព័ត៌មានថៃគ្រប់ប៉ុស្តិ៍ថាលោកអនុទិនច័ន្ទវរៈគុលបានត្រៀមខ្លួននឹងនិយាយជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនៅក្នុងការជជែកពីរឿងចំនួនព្រំដែននេះហើយគោលដៅរបស់ថៃគឺធ្វើយ៉ាងណាពន្យល់អាមេរិកឲ្យយល់អំពីអ្នកណាជាសម្ោចអ្នកសម្ោចក្នុងខោអ្នកថៃគេនិយាយចឹងគេចង់មកប្រាប់អាមេរិកថាអ្នកណានាំអាតមុនអ្នកណានាំភ្លើងមុនអញ្ចឹងគេថាគេអត់មាននិយាយអីក្រៅតែពីការពីដែនអធិបតេយ្យបូរណភាពរបស់ថៃហើយបើមានការចរចាអីគឺគេសុំឲ្យចរចាផ្ទាល់ជាមួយយោធានិងយោធាគឺយោធាខ្មែរនិងយោធាថៃអត់តាក់ទងនឹងមនុស្សទី3ដូចសហរដ្ឋអាមេរិកទេណែគេចង់និយាយចឹងទៀតណាអានឹងអត់ទាន់ជួបទេបងប្អូនតែដល់ជួបមែនតើមិនដឹងថានិយាយច្បាស់អញ្ចឹងអត់ទេប៉ុន្តែលោកស៊ីហាស័កភួងកេតកែវហ្នឹងក៏គាត់បញ្ជាក់ចំហដូច្នេះមុននឹងប្រហែលម៉ោងមុននឹងលោកអនុទិនច័ន្ទវរៈគុលជួបជាមួយនឹងលោកត្រាំដែលថាជួបម៉ោង9កន្លះមុននេះហ្នឹងជួបមិនជួបអានឹងយើងចាំមើលតទៅទៀតខ្ញុំនឹងផ្សាយព័ត៌មានតាមដានសភាពការនេះជូនបងប្អូនតាមការគួរឲ្យតែមានហើយមែនតើគាត់ថាការជួបនេះមិនមែន9:30ផងថា9:20នាទីទេបើថា9:20នាទី9:30វាមិនខុសគ្នាទេ10នាទីនៅក្នុងយប់ដដែលហ្នឹងគាត់ថាអ្វីលោកភួងកេតកែវស៊ីហាស័កភួងកេតកែវហ្នឹងគាត់និយាយថាគាត់បដិសេធរាល់ការជ្រៀតជ្រែកឬក៏ដាក់សម្ពាធណាមួយពីប្រទេសទី3នៅក្នុងកិច្ចការរកដំណោះស្រាយសន្តិភាពរវាងកម្ពុជាថៃហើយថៃនៅតែប្រកាន់ជំហរថាអត់មានផែនការសម្ងាត់ណាមួយជជែកជាមួយនឹងលោកហ៊ុនសែនមុនអីទេគឺបានន័យថាមានភាពស្មោះត្រង់ជជែកលើតុអត់មានក្រោមតុក្រោមអីទេហើយជំហររបស់ថៃគឺនៅតែប្រកាន់ថាជជែកយ៉ាងម៉េចក៏ដើម្បីទាមទារដែនអធិបតេយ្យបូរណភាពអីរបស់ថៃស្ដាប់ទៅដូចព្រោះណាបងប្អូនដូចថាខែងរែងសម្បើមណាព្រោះតការពារដែនអធិបតេយ្យបូរណភាពយ៉ាងម៉េចបើខ្លួនឯងមកឆ្លៀនពៀនគេហ្នឹងរួចទៅលោកត្រាំសប្ថ្ងៃហ្នឹងគាត់មិនមែននៅឋានប្រច័ណ្ឌដែលគ្មានព័ត៌មានទេណាព័ត៌មាននៅលើបាតដៃហ្នឹងណាមិនដឹងថាថៃឆ្លៀនពៀនកម្ពុជានោះដូច្នេះវានៅលើគោកពេកហើយគាត់ថាតើលោកត្រាំមានឆន្ទៈនយោបាយគ្រប់គ្រាន់នៅក្នុងការដាក់សម្ពាធថៃឲ្យវិលមករកដូចថារយុទ្ធធរជូនកម្ពុជាវិញយ៉ាងណាអានឹងយើងចាំមើលទៀតវានៅលើលោកត្រាំទៅវិញឯងព្រោះបើរឿងអង្គហេតុការពិតជាក់ស្ដែងគឺថៃឆ្លៀនពៀនកម្ពុជាទាំងបំពេញហើយអ្នកណាក៏គេដឹងដែរម៉ោងណាអត់មានចាំបាច់ទៅផ្លុំតិចប្រាប់អ្នកណាទៀតទេព្រោះអីយើងដឹងហើយថាកម្ពុជានឹងអត់ធ្មត់រហូតមកហើយហ្នឹងសូម្បីតែមកដល់ម៉ោងហ្នឹងថៃទម្លាក់គ្រាប់ F16 ស្រស់ក៏អត់ដឹងឃើញថាខ្មែរប្រើអាស្អីគេហៅថាអាសំណាញ់មេឃហ្នឹងនៅណាអញ្ចឹងបានន័យថាខ្មែរនៅមានទំហំនៃការអត់ធ្មត់ហ្នឹងច្រើនមែនតើឬមួយក៏មិនហ៊ានប្រើអាសំណាញ់មេឃដែលជាសពាវុធដែលទិញមកពីចិនឬក៏ទិញមកពីរុស្ស៊ីអីយ៉ាងណានោះដែលអាចធ្វើឲ្យសង្គ្រាមនេះវាកាន់តែផ្ទុះធំទៀតហើយថៃកាន់តែរករឿងយើងសម្បើមជាងនឹងទៀតឬក៏យ៉ាងម៉េចបាទតែយើងចាំមើលប៉ុន្តែបាទរឿងបាញ់មិនហើយកុំឲ្យតែមេដឹកនាំយើងមកអួតមុនអីចឹងណាព្រោះជួនកាលកម្ពុជាហ្នឹងគឺតលន់នឹងការអួតរបស់ថ្នាក់ដឹកនាំដែរដូចថាយើងហ្នឹងគឺសម្បើមស្អីក៏មានដែរប៉ុន្តែដល់ពេលចាប់ផ្ដើមមានក្ដួងគឺយើងអត់មានអាហ្នឹងបើសិនជាមេដឹកនាំអត់និយាយប្រជាពលរដ្ឋប្រហែលជាអត់សូវរករឿងឬក៏ចាំអ៊ុតមើលប៉ុន្តែដល់ពេលយើងនិយាយឲ្យថាទៅវាអត់វាបែរទៅជាសាបតាមពិតខ្ញុំមិនចង់ឲ្យបងប្អូនទៅចាញ់ផ្ចាលថ្នាក់ដឹកនាំខ្មែរយើងឯណាទេព្រោះអីឃើញខំប្រឹងប្រែងទប់ថៃកុំឲ្យឆ្លៀនពៀនយើងហើយទាហានយើងពលីច្រើនណាស់គួរតែនាំគ្នាកោតសរសើរពួកគាត់មិនអញ្ចឹងណាការពិតយើងឃើញថាបើសិនជាកុំតែយើងតដៃវិញហ្នឹងថៃមិនដឹងចូលដល់ណាអានេះក៏ជាការខំប្រឹងប្រែងរបស់ពួកគាត់ដែរនិយាយទៅគឺយើងគួរតែនៅជួយការពារលើកទឹកចិត្តប៉ុន្តែអារឿងដែលសំខាន់វាមិនមែនតែរឿងតែលើកទឹកចិត្តហ្នឹងនឹងជួយគ្រប់គ្រងនឹងមួយយ៉ាងទេគឺរឿងដែលថាមុនហ្នឹងយើងមានអ្វីសពបែបយ៉ាងថានឹងទម្លាក់អាយន្តហោះគេបាញ់អាសំណាញ់មេឃអីហ្នឹងហើយអាទាំងអស់ហ្នឹងគឺជាអ្វីដែលទាហានជួមកយើងចង់បានឃើញពលរដ្ឋខ្មែរយើងម្នាក់យំសស្រិចសស្រាក់នៅឯព្រំដែនធ្វើវីដេអូមកនៅពេលដែលគេទម្លាក់អាគ្រាប់នឹងច្រើនពេកជាពិសេសមកពី F16 ហ្នឹងយំសស្រិចសស្រាក់អង្វរសុំឲ្យយើងប្រើអាសំណាញ់មេឃហ្នឹងមកដើម្បីអីទម្លាក់អាហ្នឹងឲ្យអស់ព្រោះអីតបថ្មើរជើងយើងគឺខ្លាំងខ្លាតែហ៊ានថៃចូលមិនចោះទេក៏ប៉ុន្តែយើងអត់ស៊ូបានជាមួយអាគ្រាប់ទម្លាក់ពីលើហ្នឹងដែលវាពិបាកអញ្ចឹងបានចង់ឲ្យទម្លាក់អាហ្នឹងអស់ដើម្បីឲ្យយើងអាចការពារអាយុជីវិតរបស់ប្រជាជនយើងយំសស្រិចសស្រាក់
ប៉ុន្តែយើងអត់ឃើញអាកាភ្លើងនេះនឹងមេឃហ្នឹងតែអញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋចាប់ផ្ដើមដាក់សម្ពាធរដ្ឋាភិបាលតាមពិតមិនមែនជាការដាក់សម្ពាធអីទេព្រោះការការពារជាតិនៅពេលដែលមានការឈ្លានពានពីប្រជាមិត្តក្នុងដែនអធិបតេយ្យកម្ពុជាវាត្រូវតែយើងបញ្ចេញអាហ្នឹងហើយបើសិនកុំនិយាយថាយើងមានប្រជាពលរដ្ឋប្រហែលជានៅតែបន់ស្រន់អីអញ្ចឹងតែពេលមានឲ្យអត់ប្រើអាហ្នឹងដែលធ្វើឲ្យប្រជាពលរដ្ឋររឿងចឹងបានថាអ្នកនយោបាយពេលខ្លះកន្លែងណាដែលទុកបានសិនទៅព្រោះអីបើថាតើតែធ្វើហើយបើចាំដល់ពេលណាឥឡូវយន្តហោះគេទម្លាក់ផ្ដាច់ស្ពានទម្លាក់ខ្ទីផ្លូវថ្នល់របស់យើងហេដ្ឋារចនាសម្ព័ន្ធតា F16 ហ្នឹងគឺទម្លាក់ពីលើដែនអាកាសមកព្រោះអីតបថ្មជើងចូលមិនចោះទេតែចូលមកគឺចោលខ្មោចហើយព្រោះធម្មតាតបថ្មជើងចូលក្នុងដែនអធិបតេយ្យរបស់យើងគឺយើងមានសិទ្ធិ 100% នៅក្នុងការបាញ់តបតសម្លាប់ដូច្នេះវាអត់មានអីពិបាកនៅក្នុងការតបតព្រោះយើងពួនចាំគេដើរចូលអាហ្នឹងចំពោះខ្ញុំគ្មានមន្ទិលអីថាកងទ័ពខ្មែរមានព្រៀបលើអាទ័ពថ្មីជើងហ្នឹងប៉ុន្តែតាអត់ដោះស្រាយបញ្ហាដែនអាកាសនឹងបានគឺចាំបញ្ចង់គឺវាពិបាកណាស់សម្រាប់បងប្អូនយុទ្ធមិត្តយើងនៅឯជួរមុខណាហើយនៅក្នុងន័យនេះគឺខ្ញុំឃើញសារមិនមែនតែបងប្អូនទូទៅសំបីតែហ៊ាននៅជួរមុខឯដែលស្រែកអំពាវនាវយំស្រែកថាអង្ការបានប្រើអាស្អីគេខ្ចប់នេះនឹងបាញ់ស្អីសំណាញ់មេឃហ្នឹងលោកអ៊ុំសំអានដែលជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលក្រៅប្រទេសសរសេរសារលើបណ្ដាញសង្គម Facebook របស់លោកថ្ងៃនេះថាចេះនៅថ្ងៃទី12ខែធ្នូឆ្នាំ2025យន្តហោះ F16 របស់ថៃបានហោះរំលោភចូលដែនអាកាសកម្ពុជាយ៉ាងកក្លឿនហើយទម្លាក់គ្រាប់លើអគារយោធាខ្មែរនៅតំបន់ភ្នំ500ខេត្តព្រះវិហារល្មមដល់ពេលលោកហ៊ុនសែនបញ្ចេញសំណាញ់មេឃប្រភេទ KS 1C ដើម្បីបាញ់ទម្លាក់យន្តហោះចម្បាំង F16 របស់ថៃហើយដើម្បីកុំឲ្យថៃប្រហើនពេកកុំឲ្យទាហានខ្មែរនិងពលរដ្ឋខ្មែរស្លាប់ច្រើនទៀតព្រមទាំងដើម្បីកុំឲ្យទាហានថៃប្រើយន្តហោះ F16 ទម្លាក់គ្រាប់បែកលើប្រាសាទខ្មែរតទៅទៀតលោកហ៊ុនសែនគូបញ្ចេញសំណាញ់មេឃប្រភេទនេះហើយលោកអ៊ុំសំអានបន្តថានេះគឺជាទង្វើឈ្លានពានទឹកដីខ្មែរយ៉ាងកក្លឿនពីសំណាក់យោធាថៃសូមបួងសួងឲ្យទាហានខ្មែររួចផុតពីគ្រោះថ្នាក់និងសូមថ្កោលទោសទង្វើឈ្លានពានរបស់ថៃដែលបន្តទម្លាក់គ្រាប់បែកមកលើដែនអធិបតេយ្យរបស់កម្ពុជាចុងក្រោយលោកអ៊ុំសំអានថាសូមលោកហ៊ុនម៉ាណែតដាក់ភ្ជាប់ករណីទម្លាក់គ្រាប់បែកទាំងនេះទៅនឹងបណ្ដឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ផងសូមសហគមន៍អន្តរជាតិចូលរួមថ្កោលទោសថៃចំពោះទង្វើឈ្លានពានរបស់ថៃដែលបន្តទម្លាក់គ្រាប់បែកមកលើកម្ពុជាបាទនេះគឺជាសំណុំពរដ៏សមហេតុផលទេព្រោះតែយើងត្រូវការពីយើងអត់មានយន្តហោះប្រដេញមួយគ្រឿងសោះហើយថៃប្រើយន្តហោះប្រដេញ Fighter Jet ហ្នឹងគាត់មាន28គ្រឿងណា F16 ហ្នឹងហើយនឹងអា Gripen Fighter Jet មួយទៀតដែលលឿនលបឿនទម្លាក់គ្រាប់ហ្នឹងរបស់ស៊ុយអែតហ្នឹងមាន11គ្រឿងទៀតហើយឃើញបងប្អូនយើងនាំគ្នាតវ៉ាសូមឲ្យអាមេរិកជួយពិនិត្យមើលហ្នឹងអាមេរិកហ្នឹងក៏តែអញ្ចឹងគេទម្លាក់គ្រាប់បែកធ្លាក់ស្រស់នៅលើដែនអធិបតេយ្យរបស់កម្ពុជារួចទៅយើងទៅលក់អាវុធ F16 ហ្នឹងទៅឲ្យថៃតើហេតុអីក៏យើងអត់និយាយអីមួយម៉ាត់សោះពីរឿងថារំលោភគោលការណ៍នេះតើទៅឯណាអស់ហើយសិលធម៌ទៅឯណាអស់ហើយគុណធម៌ខ្ញុំដឹងហើយថាលោកត្រាំនឹងចង់និយាយផ្សះផ្សាអីក៏ប៉ុន្តែយើងនិយាយបដាយើងមើលអាគោលការណ៍ដែលរំលោភបំពានកិច្ចសន្យានៃការប្រើប្រាស់និងលក់ដូរគ្រឿងសព្វាវុធរបស់អាមេរិកដែលមិនយកទៅបំពានដែនអធិបតេយ្យរបស់អ្នកដទៃព្រោះអីអាមេរិកនេះណាគឺមានក្រមសីលធម៌មានវិជ្ជាជីវៈមានគោលការណ៍អីជាការគួរឲ្យគោរពណាស់ប៉ុន្តែបើយើងអត់មើលករណីនេះក៏គេដៀលអាមេរិកនឹងថាដូចជាលំអៀងទៅខាងថៃហើយដូចជាមិនរយុត្តិធម៌ឲ្យខ្មែរដែរណាតើជជែកអីជជែកទៅចង់បានសន្តិភាពអីសន្តិភាពទៅប៉ុន្តែនៅក្នុងពេលហ្នឹងក៏ត្រូវតែផ្ញើសារបង្រៀនទៅថៃផងថាมันអាចធ្វើអញ្ចឹងបានទេព្រោះវាជាសន្តិភាពធ្នាប់ពិភពលោកគោលការណ៍លក់កាភ្លើងលក់អីហ្នឹងគឺយើងមិនអាចទៅយកខ្លួនឯងជាបងធំយកទៅឈ្លានពានដែនអធិបតេយ្យកម្ពុជាដែលគ្នាគ្មានកាភ្លើងណែអាសពាវុធដែលដូចថាហោះបដិញបាញ់គ្នាជាមួយនឹង F16 ហ្នឹងយើងមានដែរសំណាញ់មេឃក៏ប៉ុន្តែយើងមិនទាន់ប្រើហ្នឹងក៏ធ្វើឲ្យប្រជាពលរដ្ឋហ្នឹងរកម្មចិត្តទៅទៀតប៉ុន្តែបងប្អូនខ្ញុំថាគួរតែនាំគ្នាធ្វើបាតកម្មនៅអាផ្ទៃគេនេះថ្ងៃសៅរ៍នេះដែលនាំគ្នាធ្វើបាតកម្មនៅរដ្ឋធានី Washington នេះនៅមុខសេតវិមានក្រសួងការបរទេសហើយនឹងស្ថានទូតថៃនៅក្រសួងការបរទេសហ្នឹងគួរតែរំលឹកខ្លាំងមែនតើរឿងសហរដ្ឋអាមេរិកតាក់ទងនឹង F16 នឹងការកាត់ផ្តាច់រឿងសពាវុធគ្រឿងយោធាទៅឲ្យថៃអីហ្នឹងព្រោះតែមិនធ្វើអញ្ចឹងទេថៃបំពេញគ្រប់យ៉ាងណាបើយើងជួយគ្នាអញ្ចឹងបានហើយឥឡូវនេះគឺអស់កម្ពុជាអស់មានអីហើយព្រោះអាសំណាញ់មេឃមិនប្រើគឺមានតែសារអំពាវនាវទៅវិញយើងបាញ់អស់អា BM21 កណ្ដុងហ្នឹងព្រោះអីមិនដឹងអស់ប្រមាណ10000គ្រាប់ហើយបងប្អូនថៃអង្គុយរាប់គ្រាប់ថ្ងៃមុនហ្នឹងថាអស់ជាង8000គ្រាប់ហើយ
ថាតើយើងនឹងបាញ់ស្រោចបែបនេះទៅណាទៀតប៉ុន្តែយើងបាញ់ស្រោចហ្នឹងជួនកាលវាចូលទៅក្នុងលំនៅឋានកន្លែងស៊ីវិលអីរបស់ប្រជាពលរដ្ឋថៃអីហ្នឹងវាធ្វើឲ្យថៃហ្នឹងមករករឿងយើងទៀតប៉ុន្តែបងប្អូនអារឿងរករឿងហ្នឹងវាចេះតែរករឿងគ្រាន់តែថានៅក្នុងសង្គ្រាមកម្ពុជាមានសិទ្ធិការពារខ្លួនគ្រាន់តែថាថៃឲ្យតែធ្លាក់ទៅកន្លែងមន្ទីរពេទ្យឬផ្ទះសំណង់ស៊ីវិលអីហ្នឹងគឺយកអាហ្នឹងធ្វើជារឿងធំប៉ុន្តែអាខ្លួនឯងមកទម្លាក់នៅក្នុងតំបន់កាស៊ីណូនៅក្នុងផ្ដាច់ស្ពានផ្ដាច់អីហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអីហ្នឹងគឺអត់មាននិយាយទេបាទឥឡូវនេះគឺក្រសួងការពារជាតិកម្ពុជាទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់ការបាញ់ប្រហារដោយមិនរើសគោលដៅនិងការប្រើប្រាស់យន្តហោះចម្បាំងហោះចូលក្នុងទឹកដីកម្ពុជាអំពាវនាវស្អីទៀតម្ចាស់ផ្ទះលោកអើយបាញ់ទៅទម្លាក់ទៅខ្ញុំមែនតើខ្ញុំអត់ចង់ឲ្យលើកទឹកចិត្តឲ្យមានសង្គ្រាមអីទេខ្ញុំលើកទឹកចិត្តថាអត់ធ្មត់នឹងក៏អត់ចោះប៉ុន្តែមិនត្រូវអត់ធ្មត់ដល់ថ្នាក់គេយកយន្តហោះបដិញមកដល់ដែនអធិបតេយ្យរបស់យើងធ្វើបានច្រើនហើយអញ្ចឹងយើងធ្វើអានឹងតទៅទៀតទៅហើយយ៉ាងហោចណាស់ក៏ឲ្យថៃឬមួយក៏ខ្លាចបាញ់ទម្លាក់យន្តហោះបដិញ F16 នៅទីដែរហ្នឹងខ្លាចយន្តហោះ F16 ហ្នឹងបានដៃថាយើងអីបំផ្លាញដែនអធិបតេយ្យថៃហើយស្រាប់តែអាចថៃយកគ្រាប់នឹងទម្លាក់ដល់ទីក្រុងភ្នំពេញឬក៏យ៉ាងម៉េចថៃអត់មានញញើតអីទេម៉ោងនេះអត់មានញញើតអីសោះព្រោះកុំថាឡើយទីក្រុងភ្នំពេញសូម្បីតែនៅក្នុងតំបន់ណាក៏ដោយក្នុងដែនអធិបតេយ្យកម្ពុជាសូម្បីតែ1មីលីម៉ែត្រដែលថៃអាចឈ្លានពានបានហ្នឹងគឺបាននៃថៃបានឈ្លានពានដល់ក្រុងភ្នំពេញយើងហើយព្រោះដែនអធិបតេយ្យខ្មែរគឺនៅជាប់ព្រំសីមាហ្នឹងហើយតើគេបំពេញដល់1ម៉ែត្រ2ម៉ែត្រ1មីលីម៉ែត្រក៏ដោយបានន័យថាគេបំពេញដែនអធិបតេយ្យយើងហើយទៅដល់កន្លែងណាក៏គេទៅដល់បានដែរអត់មានរឿងថាអូភ្នំពេញគេទៅមកដល់អា F16 នេះទៅបំពេញប្រហែលនាទីហ្នឹងទៅវិលទៅថៃវិញភ្លាមបានមួយផ្លែតហ្នឹងអត់មានលឿនដោយអាមិចហ្នឹងយើងហៅថាលឿនដោយអាមិចហ្នឹងអាហ្នឹងហើយអញ្ចឹងបានថាឬមួយក៏យើងទុកអាសំណាញ់មេឃហ្នឹងចាំក្របសង្កត់នៅពេលដែលគេហោះមកភ្នំពេញឬក៏ទួលកសាំងឬយ៉ាងម៉េចយើងចាំមើលតទៅទៀតតែយ៉ាងណាក្រសួងការពារជាតិគឺទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់ការបាញ់ប្រហារដោយមិនរើសគោលដៅហើយប្រើប្រាស់យន្តហោះចម្បាំងក្នុងចូលក្នុងដែនអធិបតេយ្យដោយសារតែក្នុងនេះក្រសួងការពារជាតិហ្នឹងទាមទារបែបនេះដោយចោទថានេះគឺជាការដែលមិនត្រឹមត្រូវគឺរំលោភបំពានធ្ងន់ធ្ងរលើអធិបតេយ្យបូរណភាពកម្ពុជាច្បាប់អន្តរជាតិប៉ុន្តែថែមទាំងបានផ្លោងនិងទម្លាក់គ្រាប់បែកដោយមិនរើសអើងមិនសមាមាត្រពាក្យថាមិនសមាមាត្រហ្នឹងបានន័យថាបាញ់សន្ធាប់ច្រើនហួសហេតុដែលកម្ពុជាបាញ់តិចជាងហើយបានធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនិងសុវត្ថិភាពប្រជាពលរដ្ឋសូត្រត្រង់កម្ពុជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធស៊ីវិលប្រាសាទបុរាណជាទីសក្ការៈដែលជាមរតកមនុស្សជាតិដូចជាសាលារៀនមន្ទីរពេទ្យវត្តអារាមផ្ទះសម្បែងផ្សារប្រាសាទព្រះវិហារប្រាសាទតាកបីនិងទីតាំងសាធារណៈជាច្រើនរាប់មិនអស់ក្រសួងការពារជាតិថ្លែងការណ៍នៅប្រកាសព័ត៌មាននៅថ្ងៃទី12នេះថាបន្តថាសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃនេះបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនិងរហូតដល់ម៉ោង1រសៀលខែ12ធ្នូនេះគឺជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតកើនឡើងដល់11នាក់នៅក្នុងនោះទារកម្នាក់និងរបួសជនស្លូតត្រង់ចំនួន59អ្នកតាមពិតតួលេខថ្មីនឹងឡើងដល់50អ្នកជាង70អ្នកជាងអ្នករបួសនោះគ្រាន់តែថាអ្នកស្លាប់នៅដដែលបាទបងប្អូនតែយ៉ាងណាគឺនេះគឺជាសាររបស់ក្រសួងការពារជាតិសូមអធិស្ឋានបើសិនជាព័ត៌មានពេលខ្លះវាលឿនពេកទៅជូនបងប្អូនមិនទាន់សំបីតែផ្សាយស្ទើរតែរាល់ម៉ោងសំទោសមួយថ្ងៃ2ដងទៅហើយហ្នឹងក៏នៅតែអាចនឹងមានការផ្សាយមិនគ្រប់ដែរតែយ៉ាងណាមានព័ត៌មានអីថ្មីក្នុងខ្ញុំនឹងជម្រាបជូនឥឡូវនៅពេលដែលមានបញ្ហានិយាយពីរឿងថៃអ្នកនយោបាយថៃចាប់ផ្ដើមហែកហួរគ្នាដណ្ដើមប្រជាប្រិយដើម្បីស្លឹកឆ្នោតយើងនៅអាកសលយើងចាប់ផ្ដើមថៃគឺថាតាហ៊ានវាយយើងអ្នកតំណាងរាស្ត្រនៅស្រុកថៃវាយគ្នាឯងដើម្បីដណ្ដើមអីគេកៅអីស្លឹកឆ្នោតសម្រាប់បោះឆ្នោតម្ដុំខែមករាចុងខែមករាឬដើមខែកុម្ភៈនេះហើយការដែលខ្ញុំថាថៃដណ្ដើមគ្នាវាយគ្នាឬក៏ហាច់ហួរគ្នាហ្នឹងគឺដោយសារតែពួកគាត់ដូចថាតាំងពីមានរំលាយរដ្ឋាភិបាលនេះមកគឺម្នាក់ចាប់ផ្ដើមដណ្ដើមហើយព្រោះអីលោកអនុទិនច័ន្ទវរៈកុលក៏មានគណៈបកមួយដែរគឺគណៈបកភូមិចៃថៃដែលមានសម្លេង69កៅអីដែលមានស្រាប់ណាអញ្ចឹងអ្នកដែលប្រកួតប្រជែងគាត់គឺមាន2គណៈបកធំទី1គឺគណៈបកភឿថៃរបស់ក្រុមគ្រួសារតកូលថាក់ស៊ីនដែលមានប្រជាប្រិយសម្បើមហើយនឹងមួយទៀតគឺគណៈបកប្រជាជនថៃដឹកនាំដោយលោកណាត់តាផុងរឿងបញ្ញវុធដែលជាយុវជនថ្មីចំនួនថ្មីរបស់ថៃហើយគណៈបកនេះក៏មានសម្លេងច្រើនសន្ធឹកនិយាយទៅគឺបដំប្រសងជាមួយនឹងភឿថៃរបស់តកូលថាក់ស៊ីនដែរដែលកំពុងបដំប្រសងប្រទីងប្រទងគ្នាហើយនៅក្នុងការប្រទីងប្រទងគ្នានឹងចាប់ផ្ដើមថ្ងៃនេះគណៈបកភឿថៃគឺឡើងមកនិយាយ
ចាប់ផ្ដើមបរិហាអំពីលោកអនុទិនច័ន្ទវរៈគុលដែលដឹកនាំរដ្ឋាភិបាលមិនបានប្រយោជន៍ដូច្នេះជាចាប់ផ្ដើមសារនយោបាយនឹងហើយគ្នាឲ្យបងប្អូនហើយជៀសមិនផុតទេព្រោះអីដណ្ដើមស្លឹកឆ្នោតបែបនេះទោះជាត្រូវរើគ្នាយ៉ាងណាដើម្បីដណ្ដើមដែនអធិបតេយ្យរបស់កម្ពុជារំលោភឈ្លានពានហ្នឹងគឺទុកម្លាយទៀតដែរហែកគ្នាសិនព្រោះដោយសារអីដល់ម៉ោងស្លឹកឆ្នោតអញ្ចឹងមានតែហែកគ្នាហ្នឹងដើម្បីឲ្យប្រជាប្រដ្ឋជឿថាខ្លួនឯងគ្រាន់បើគណៈបកភឿថៃគឺតំណាងគណៈបកភឿថៃនៅថ្ងៃនេះគឺបានហែកហួរគណៈបកផ្សេងទៀតហ្នឹងគឺជាពិសេសគឺគណៈបកអនុទិនច័ន្ទវរៈគុលឈ្មោះភូមិចៃថៃហ្នឹងគឺដោយនិយាយថាដឹកនាំប្រទេសគ្មានបានប្រយោជន៍អីដោះស្រាយបញ្ហាព្រំដែនហ្នឹងក៏មិនបានផលចង់និយាយចឹងក៏ចង់និយាយថាមិនបានផលហ្នឹងមិនរំលោភយកដីខ្មែរបានតិចតួចមិនបានដូចចិត្តឬក៏យ៉ាងម៉េចចុះមកខ្លួនឯងឡើងមកហ្នឹងគិតចង់ឈ្លានពានឲ្យធំជាងហ្នឹងឬក៏យ៉ាងម៉េចនិយាយទៅព្រំដែនហ្នឹងគឺគេយកមកហ្នឹងថាដោះស្រាយហ្នឹងមិនមានអ្នកណាម្នាក់ដូចថាចង់និយាយអំពីការដែលរកដំណោះស្រាយសន្តិភាពគឺនិយាយមកហ្នឹងគឺចង់តែអះអាងថាខ្លួនឯងគ្រាន់បើអាចរំលោភដែនអធិបតេយ្យខ្មែរបានធំជាងមុនហ្នឹងក៏តែមិនដឹងបងប្អូនរឿងនេះគឺយើងការដែលលើកឡើងនេះគឺគាត់និយាយពីបញ្ហាអសកម្មរបស់គណៈបកភូមិចៃថៃហ្នឹងគឺមេបកថ្មីរបស់គណៈបកភឿថៃដែលជំនួសអ្នកស្រីបៃថងថាហ្នឹងគឺឈ្មោះជូឡាពុនអាម៉នវិវត្តបាននិយាយថាការដែលគណៈបកភូមិចៃថៃរបស់លោកអនុទិនច័ន្ទវរៈគុលរំលាយរដ្ឋសភានេះគឺគ្មានអីក្រៅពីកិច្ចវេះពីការទទួលខុសត្រូវចំពោះមុខសាធារណជននៅអ្វីដែលខ្លួនធ្វើមិនបានផលឬក៏បរាជ័យហើយការចោទប្រកាន់របស់មេបកភឿថៃនេះគឺចោទតាក់ទងនឹងរឿងអំពើពុករលួយការដោះស្រាយបញ្ហាព្រំដែនមិនបានប្រសិទ្ធភាពខ្វះប្រព័ន្ធយុតិធធម៌តម្លារដ្ឋបាលនឹងគ្មានបាននិយាយទៅគឺចោត 100% តកតងនឹងរឿងភាពអសកម្មរបស់រដ្ឋាភិបាលនេះតែម្ដងតែយ៉ាងណាយើងការចោតគ្នានឹងអានឹងជារឿងអ្នកនយោបាយនឹងតែប៉ុណ្្នឹងឯងវាមានអីប្លែកទេក៏ប៉ុន្តែសួរថាតើថៃធ្វើអីទៀតនៅពេលនេះនៅពេលដែលអ្នកនយោបាយចោតគ្នាលោកអនុទិនច័ន្ទវរៈគុលគាត់មកតបមកវិញព្រោះអីឥឡូវនេះមានគណៈបករបស់លោករឿងបញ្ញវុធនេះដែលណត្តពងរឿងបញ្ញវុធនេះគឺគណៈបកប្រជាជនថៃនេះចោតដៃគូដែលគាត់ខំប្រឹងលើកលោកអនុទិនច័ន្ទវរៈគុលឲ្យធ្វើជានាយករដ្ឋមន្ត្រីនឹងដោយសន្យាគ្នាថាពេលចូលនឹងគឺគ្រប់គ្រងគណៈបកប្រជាជនក្នុងការកែតម្រង់រដ្ឋធម្មនុញ្ញអីចឹងដល់ពេលហើយស្រាប់តែគណៈបកភឿភូមិចៃថៃរបស់លោកអនុទិនច័ន្ទវរៈគុលនឹងអត់ព្រមធ្វើតាមនៅក្នុងន័យនេះគេថាក្បត់សន្យាគ្មានភាពស្មោះត្រង់អញ្ចឹងត្រូវបានតំណាងឲ្យគណៈបកប្រជាជនថៃនឹងចោតប្រកាន់លោកអនុទិនអញ្ចឹងហើយបានជាដកសេចក្តីទុកចិត្តលែងជឿអីចឹងទៅរហូតដល់រំលាយរដ្ឋាភិបាលឥឡូវបានដងដាវទៅដល់លោកអនុទិនច័ន្ទវរៈគុលថាតាមពិតគឺគាត់អត់មានក្បត់កិច្ចសន្យាអីទេអីចឹងទៅគាត់ថាមកពីគណៈបកប្រជាជនថៃគឺនាំគ្នាដកសេចក្តីទុកចិត្តតែឲ្យគាត់ពឹងអីទៀតបើអស់មានសេចក្តីទុកចិត្តមានតែរំលាយរដ្ឋាភិបាលរំលាយសភាចោលតែប៉ុណ្្នឹងឯងនឹងជាការដោះសាររបស់គាត់ទេតាមពិតលោកអនុទិនច័ន្ទវរៈគុលក៏ស្ទាក់ស្ទើរនៅក្នុងការគ្រប់គ្រងគណៈបកប្រជាជនថៃនៅក្នុងការកែរដ្ឋធម្មនុញ្ញដែរបងប្អូនព្រោះអារដ្ឋធម្មនុញ្ញនេះគឺកែតាក់ទងនឹងប៉ះពាល់នឹងអំណាចរបស់ព្រះមហាក្សត្រអ្នកណាប៉ះពាល់ព្រះមហាក្សត្រគឺលលាយហើយនៅស្រុកថៃមានតែគណៈបកប្រជាជនថៃមួយគត់ដែលហ៊ានលូកព្រោះគណៈបកភឿថៃរបស់លោកថាក់ស៊ីនស៊ីណាវ៉ាត់កាលពីមុនធ្លាប់លូកដែរប៉ុន្តែត្រូវដំបងរហូតដល់ជាប់គុកជាប់ច្បាក់គេបណ្ដឹងចេញពីអំណាចអស់តាំងពីលោកថាក់ស៊ីនរហូតដល់ប្អូនស្រីលោកថាក់ស៊ីនអ្នកស្រីយីងឡាក់ឥឡូវមកដល់នាងអ្នកស្រីបថងឋានអីហ្នឹងហើយអ្នកស្រីបថងឋានមែនតើត្រូវរើគ្នាជាមួយនឹងស្ដេចថៃច្រើនដែរស្អំចិត្តដែរប៉ុន្តែត្រូវបានលោកហ៊ុនសែនបលែងអាស្អីគេការសន្ទនាសម្ងាត់រវាងអ្នកស្រីបថងឋាននឹងលោកហ៊ុនសែនហ្នឹងទៅក៏លលាយខ្សលអញ្ចឹងទៅអានេះគឺជារឿងរបត់នយោបាយប៉ុន្តែមកដល់ម៉ោងនេះគឺអ្វីដែលសំខាន់គឺការបោះឆ្នោតថៃនេះត្រូវតែធ្វើឲ្យបានឆាប់តាមតែអាចធ្វើទៅបានព្រោះដោយសារតែមានការអំពាវនាវពីខាងសភាពាណិជ្ជកម្មថៃដែលថ្ងៃនេះគឺតំណាងឲ្យសភាពាណិជ្ជកម្មថៃគឺអំពាវនាវឲ្យថៃរៀបចំការបោះឆ្នោតសុំឲ្យបានមុនកំណត់ផងមុនកំណត់ហ្នឹងបានន័យថាម៉េច45ថ្ងៃទៅ60ថ្ងៃបានន័យថារដ្ឋធម្មនុញ្ញថៃថារំលាយរដ្ឋសភាហើយអញ្ចឹងគឺត្រូវរៀបចំបោះឆ្នោតក្នុងរយៈពេល45ថ្ងៃទៅ60ថ្ងៃអញ្ចឹងគាត់ថាកុំចាំដល់60ថ្ងៃគឺ45ថ្ងៃហ្នឹងគឺបោះឆ្នោតហ្មងទៅព្រោះអីបើអត់មានសភាអត់មានរដ្ឋាភិបាលត្រឹមត្រូវការចរចាពាណិជ្ជកម្មបន្ធូរបន្ថយពន្ធជាមួយអាមេរិកក៏ជួបបញ្ហាធំដែរនេះគឺប្រធានសភាពាណិជ្ជកម្មថៃថ្ងៃនេះដែលបង្ហាញប្រាប់អ្នកសារព័ត៌មានគឺលោកប្រូចអារ៉ាំវឌ្ឍនានន្តបាទគាត់និយាយបែបនេះដែលអំពាវនាវសូមឲ្យរៀបចំការបោះឆ្នោតឲ្យលឿនព្រោះសេដ្ឋកិច្ចថៃជួបការលំបាកច្រើនដោយសារអីការចរចាពាណិជ្ជកម្មឬក៏ពាណិជ្ជកម្មសេរីអីជាមួយប្រទេសក្រៅជាមួយអីដែលត្រូវធ្វើបន្ទាន់ដើម្បីស្ដារសេដ្ឋកិច្ចថៃដោយសារតែមានវិបត្តិព្រំដែនអីផងហ្នឹងគឺធ្វើអត់កើតដោយសាររាំងស្ទះដោយរដ្ឋាភិបាលចាំផ្ទះអត់អាចសម្រេចអីបានទេអញ្ចឹងគាត់ថាអត់ត្រូវការពជាពេលទៀតទេគឺត្រូវតែធ្វើឲ្យលឿនតាមតែអាចធ្វើទៅបាននេះគឺជាសំណូមពររបស់ខាងសភាពាណិជ្ជកម្មថៃដែលគិតថាបញ្ហានេះក៏វារាំងស្ទះដល់ដំណើរការស្ដារពាណិជ្ជកម្មរបស់ថៃដែរក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នានេះក៏មាន
តំណាងរាស្ត្ររបស់ថៃលើកឡើងដែរថាតើបោះឆ្នោតយ៉ាងម៉េចបើសង្គ្រាមឬក៏ចំនួនប្រដាប់អាវុធខ្មែរថៃនឹងអត់ទាន់បានស្បើយប៉ុណ្ណឹងនេះគឺលោកសុផុនសារ៉ាំបាទដែលជាតំណាងរាស្ត្រមកពីខេត្តបុរីรัมย์របស់គណៈបកភូមិចៃថៃរបស់លោកអនុទិនច័ន្ទវរៈគុលហ្នឹងគាត់បាននិយាយថាគាត់ចង់ឲ្យមានការបោះឆ្នោតឆាប់ៗដែរប៉ុន្តែបោះឆ្នោតយ៉ាងម៉េចបើសិនជាយើងនៅមានចំនួនព្រំដែនអត់ទាន់ចប់ដូច្នេះនេះគឺជាអាចសម្ពាធមួយដែរបងប្អូនចំណុចល្អនៅក្នុងចំណុចនេះគឺនៅពេលដែលតំណាងរាស្ត្រថៃចាប់ផ្ដើមនិយាយថាចំនួនព្រំដែនហ្នឹងវាអាចប៉ះពាល់ដល់ការបោះឆ្នោតអញ្ចឹងថៃអាចមានសម្ពាធមួយដែរក្នុងការឈប់បាញ់ឬក៏ទៅរកការស្ងប់ស្ងាត់ប្រដាប់អាវុធណាមួយព្រោះអីបើមានការផ្ទុះអាវុធគឺអត់អាចបោះឆ្នោតបានដោយសារហេតុផលមួយនៅក្នុងច្បាប់របស់ថៃតើតើនឹងការបោះឆ្នោតគឺមានមណ្ឌលបោះឆ្នោតដល់បាទសូមអធិស្ឋានបងប្អូនគឺបាទសូមអធិស្ឋានបងប្អូនគឺមានការអនុវត្តបច្ចេកទេសបន្តិចខ្ញុំចង់ជម្រាបថាការដែលច្បាប់ថៃហ្នឹងគឺកំណត់ថាការបោះឆ្នោតអាចប្រព្រឹត្តទៅបានគឺបោះឆ្នោតជាតិប្រព្រឹត្តទៅទូទាំងប្រទេសក្នុងពេលតែមួយក្នុងថ្ងៃតែមួយក្នុងម៉ោងតែមួយអញ្ចឹងអត់មានអីដែលថាតំបន់ខ្លះកំពុងតែជំនះប្រជាពលរដ្ឋរាប់សែនអ្នកបែបនេះបើមានចំនួនព្រំដែនបែបនេះគឺការបោះឆ្នោតមិនអាចប្រព្រឹត្តទៅទេដូច្នេះនេះអាចជាសម្ពាធដល់រដ្ឋាភិបាលថៃនៅក្នុងការរកផ្លូវចរចាឬក៏បញ្ចប់ចំនួននៅព្រំដែនក្នុងពេលឆាប់ៗដែរបើយើងមើលទៅណាតែអាស្រ័យទៅលើអ្នកនយោបាយថៃតើគាត់ចិញ្ចឹមចិត្តនៅក្នុងការបញ្ឆេះសង្គ្រាមនេះឲ្យយូរប៉ុណ្ណាតែប៉ុណ្ណឹងឯងប៉ុន្តែបើតាមមើលគេមិនអាចរៀបចំការបោះឆ្នោតមួយបានដោយមិនមានស្ថិរភាពឬក៏មិនមានចំនួនព្រំដែនទេព្រោះប្រជាពលរដ្ឋតាមខេត្តបុរីรัมย์និយាយទៅ6ខេត្តជាប់ព្រំដែនហ្នឹងគឺដូចថាអត់មានបានបោះឆ្នោតការទេព្រោះកំពុងអាវិចប្រវិចជំលះអញ្ចឹងណាបងប្អូនបងប្អូនម្ដងទៀតសំលេងដែលបងប្អូនអត់ឮបងប្អូនចាំបន្តិចដោយសារតែវារអាក់រអួលអញ្ចឹងតិចទៀតបងប្អូននឹងឮហើយបើលែងឮចូលមកវិញម្ដងទៀតមកខ្ញុំសូមអធិស្ឋានដោយសារតែរអាក់រអួលបន្តិចមិនដឹងថាមានបញ្ហាអីទេថ្ងៃនេះតែយ៉ាងណាខ្ញុំគ្រាន់តែជម្រាបថាបញ្ហានៅព្រំដែននេះគឺអាចជាបច្ច័យថៃបើថាវាយសម្រុកអីយ៉ាងណាគឺការចរចាយ៉ាងណាថៃអាចនឹងរងឥទ្ធិពលនៅក្នុងការរៀបចំឲ្យព្រំដែនមានសុវត្ថិភាពឬក៏លែងវាយខ្លាំងអញ្ចឹងដើម្បីធ្វើយ៉ាងម៉េចរៀបចំការបោះឆ្នោតនេះឲ្យបានឆាប់ព្រោះអីថៃក៏ប្រឈមដែរបើអត់មានរដ្ឋាភិបាលថ្មីថៃពិបាកនឹងដោះស្រាយបញ្ហាសេដ្ឋកិច្ចបញ្ហាពាណិជ្ជកម្មអីមួយចំនួនដែរដូច្នេះកត្តានេះក៏ជាអំណោយផលសម្រាប់ឲ្យប្រទេសកម្ពុជាយើងយកមកដូចថាមិនមែនថាកម្ពុជាឲ្យស្ថានភាពព្រំដែនអាចធូរស្បើយដែរបាទឥឡូវព័ត៌មានបន្តទៅទៀតនេះគឺតកតងនឹងរឿងលោកអ៊ុំសំអានបានស្នើសំទោសលោកអ៊ុំសំអានលោកសំរងស៊ីបងប្អូននៅតែថាអត់ឮសំឡេងខ្ញុំសូមអធិស្ឋានឥឡូវមុននឹងបន្តទៅទៀតរ៉ារួលមែនតើខ្ញុំសូមអធិស្ឋានចិត្តចប់ទៅហើយបងប្អូនដោយសារតែនៅសល់ព័ត៌មានតែបន្តិចទៀតទេប៉ុន្តែខ្ញុំអត់ចង់និយាយម្នាក់ឯងអត់ឮបងប្អូនដែលឮម្នាក់ពីរក៏ដោយសូមដាក់ជាមេដៃឲ្យខ្ញុំដឹងផងដើម្បីកុំឲ្យខ្ញុំអូខេបងប្អូនថាឮទេអញ្ចឹងបានន័យថាបងប្អូនមួយចំនួនដែលអត់ឮហ្នឹងដូចខ្ញុំជម្រាបអញ្ចឹងចាក់ចេញទៅហើយចូលមកវិញអូខេឥឡូវកុំឲ្យខាតពេលយូរបងប្អូនខ្ញុំសូមអធិស្ឋានបញ្ចប់ព័ត៌មានរបស់ខ្ញុំនៅ3 4ទៀតលោកសំរងស៊ីដែលជាប្រធានរដ្ឋាភិបាលក្រៅប្រទេសបានចេញសារអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ទិសទីបន្តផ្ដល់ជំនួយតាមលទ្ធភាពដែលអាចធ្វើទៅបានជួយឲ្យដល់ដៃកងទ័ពជួរមុខហើយជៀសវាងទៅត្រឹមមេពុករលួយបាទនេះគឺជាសាររបស់ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលក្រៅប្រទេសខ្ញុំជឿថាការអំពាវនាវឬក៏ការជួយគ្នាដល់សមរភូមិមុខជួយកងទ័ពរបស់យើងតាមលទ្ធភាពដែលអាចធ្វើទៅបាននេះគឺជាអំពើត្រឹមត្រូវដែលគួរទទួលបានការសាទរហើយលោកសំរងស៊ីចេញសារបែបនេះតាមលទ្ធភាពដែលអាចជួយបានក៏ប៉ុន្តែឆ្លៀតឱកាសនេះក៏គាត់បានលើកឡើងអំពីការប្រយ័ត្នប្រយែងខ្លាចជំនួយនឹងមិនបានដល់ដៃកងទ័ពយើងជួរមុខខ្លាចទៅត្រឹមមេដែលប្រព្រឹត្តអំពើពុករលួយមិនមាននេះគ្រាន់តែជាការលើកឡើងរបស់លោកសំរងស៊ីតាមអ្វីដែលជាការសន្និដ្ឋានយូរហើយព្រោះបងប្អូនចិត្តតែបារម្ភថាជំនួយអីផ្សេងហ្នឹងខ្លាចតែដាក់ទៅរៀបចំមិនដល់ដៃទាហានអីចឹងតាមពិតវាជាជំងឺផ្លូវចិត្តរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងការមិនទុកចិត្តទេបងប្អូនតែយ៉ាងណាខ្ញុំនៅតែលើកទឹកចិត្តឲ្យបងប្អូនទាំងអស់បន្តជួយទៅតាមលទ្ធភាពទៅបានប្រមាណដល់ដៃប្រមាណអីយ៉ាងណាជួយឲ្យសន្ធឹកសន្ធាប់មានបងប្អូនក្រុមគ្រួសារណាយកទៅចែកប៉ុន្តែបើយើងនិយាយថាតើតែស្គាល់ក្រុមទាហាននៅតំបន់នេះបានយើងចែកបានមិនទុកចិត្តថ្នាក់ដឹកនាំនៅតំបន់នេះយើងអាចនឹងមានការលំអៀងឬអើងឬក៏អ្នកបានអត់ទៀតហើយនឹងមានការថ្នាក់ទៀតតើតែមានរបៀបដឹកគ្រប់គ្រងចែករបស់ខ្ញុំជឿថាប្រហែលជាខាង
តែហ៊ានអីហ្នឹងគឺគេមានយន្តការហ្នឹងហើយយើងបារម្ភពេកក៏អាចថាបានដែរប៉ុន្តែអ្វីដែលជាសាររបស់លោកសំរងស៊ីនេះគឺវាជារឿងជាការសន្និដ្ឋានទូទៅមួយដែលចិត្តតែបារម្ភថាបើចែកអំណោយឬក៏ជូនអ្វីហ្នឹងគឺសុំឲ្យដល់ដៃទាហានហ្នឹងខ្លាចតែមិនបានដល់ដៃខ្លាចអីហ្នឹងគឺជារឿងដែលព្រោះគាត់ធ្លាប់ធ្វើការនៅប្រទេសកម្ពុជាច្រើនហើយក្នុងនាមជារដ្ឋមន្ត្រីអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាតំណាងរាស្ត្រជាមេបកជាអីហ្នឹងលោកប្រហែលជាដឹងអំពីរបៀបគ្រប់គ្រងចាត់ចែងអីហ្នឹងតែយ៉ាងណាបងប្អូនពេលនេះគឺជាពេលដែលយើងត្រូវជួយគ្នាទាំងអស់គ្នាទៅតាមលទ្ធភាពដែលធ្វើទៅបានបងប្អូនរកយន្តការយ៉ាងណាសម្រុកជួយទាហានជួរមុខប៉ុន្តែបងប្អូនប្រយ័ត្នប្រយែងរឿងមួយដែរបងប្អូនឃើញនាំគ្នាចែកអំបុកចែកអីធ្វើអំបុកហ្នឹងគឺជាការល្អព្រោះអាហារក្រៀមបែបនេះបងប្អូនសមរភូមិជួរមុខបើជាប់កាំងយូរមិនអាចនឹងរកដាំបាយដាំអីឲ្យមានផ្សែងមានអីពិបាកឲ្យខ្មាំងសត្រូវអីហ្នឹងដឹងកន្លែងទម្លាក់គ្រាប់ត្រូវអីហ្នឹងគឺអាហារក្រៀមបែបនេះពិតជាជួយដល់បងប្អូនជួរមុខយើងបានយ៉ាងសន្ធឹកហើយពិតជាជួយដល់សុខភាពពួកគាត់ផងនិងស្បៀងផងក៏ប៉ុន្តែខ្ញុំឃើញទាហានម្នាក់ដែលបានចេញវីដេអូជួយផ្សព្វផ្សាយមកក៏អង្វរបងប្អូនថាពេលដែលច្រកអីវ៉ាន់ចូលទៅក្នុងថង់ចូលអីហ្នឹងសូមឲ្យជួយពិនិត្យមើលខ្លាចគេមានដាក់ chips ដូចថា GPS អីយើងមិនដឹងទេសម័យនេះគឺយើងត្រូវជួយគ្នាដែរបងប្អូនណាប្រយ័ត្នប្រយែងបើមានរបស់ scan អីយើង scan ទៅព្រោះអីអាចមានជនបង្កប់អាចមានជារនុកក្នុងអាចមានជាអីច្រើនអីអញ្ចឹងទៅយើងថាមិនបានវាប៉ះពាល់ដល់សុខភាពបើមានគេលួចដាក់ chip ដាក់អីនៅក្នុងកញ្ចប់អាហារកញ្ចប់អីដែលចែកទៅទាហានរបស់យើងហ្នឹងគឺទៅយកដល់ណាគឺគេរក GPS ហ្នឹងទៅដល់ហ្នឹងខ្ញុំនិយាយនេះគឺទៅតាមអ្វីដែលជាការដែលខ្វល់របស់ទាហានជួរមុខដែលគាត់បារម្ភទេមិនមែនរឿងហ្នឹងថាវាមានការពិតហ្នឹង100%ប៉ុន្តែជា logic យើងប្រយ័ត្នទាំងអស់គ្នាទៅបងប្អូនយើងជួយទាហានយើងតាមអ្វីដែលយើងជួយបានជាសមានចិត្តជាអំពើបុណ្យរបស់យើងត្រឹមត្រូវហើយខ្ញុំលើកទឹកចិត្តគ្រប់គ្រង 100% ហើយក៏គ្រប់គ្រងការដែលជួយប្រយ័ត្នប្រយែងការពារកុំឲ្យរបស់កញ្ចប់នឹងប្រយ័ត្នប្រយែងមើលផងជួនកាលមានអ្នកណាប្រទេសផ្ដាស់អីដាក់ថ្នាំពុលថ្នាំអីយើងចេះតែប្រយ័ត្នទៅបងប្អូនគ្រាន់តែថាពេលនេះគឺគិតតែប្រឹងពឺតយកដោយថាយើងមិនដែលគិតទៅដល់ហ្នឹងប៉ុន្តែបងប្អូនពួកសត្រូវអាក្រក់ឈ្លានពានរបស់យើងឬក៏ប្រចាំមិត្តអ្នកណាដែលគេមិនពេញចិត្តនឹងយើងគេរកគ្រប់មធ្យោបាយដើម្បីធ្វើដូច្នេះព្រោះអីថៃអត់ឃើញបងប្អូនយើងអត់មានថៃអីបញ្ញាយខ្ចប់បាយខ្ចប់អីដូចយើងទេណាយើងគឺយើងធ្វើនឹងគឺយើងបង្ហាញភាពសាមគ្គីគ្នាដល់គួរឲ្យកក់ក្ដៅពេញបេះដូងបានហើយក៏ប៉ុន្តែនេះក៏ជាការបើកឱកាសបើសិនជាមានជនខិលខូចណាគេចង់ប្រព្រឹត្តអំពើផ្ដេសផ្ដាស់ធ្វើបាបទាហានយើងគឺគេធ្វើបានយ៉ាងងាយហើយខ្ញុំនិយាយនេះអត់មែនបន្តិចប្រអាក់បងប្អូនអីឈប់ឲ្យជួយទេអត់ទេ 100% បន្តទៀតបងប្អូនគ្រាន់តែថារកវិធីជួយពិនិត្យមើលហើយការពារថែទាំយកចិត្តទុកដាក់កន្លែងហ្នឹងបន្ថែមបន្តិចទៀតដើម្បីឲ្យតាមសំណូមពររបស់បងប្អូនយើងនៅជួរមុខដែលគាត់គាត់ថាចេះបារម្ភទៅព្រោះ GPS ហ្នឹងវាបើចាប់បានគឺបានន័យថា drone របស់ថៃគឺទម្លាក់ចំគោលដៅតែម្ដងចឹងបើសិនជាគាត់ស្ពាយកញ្ចប់ឲ្យថាអំបុកមួយថង់ចឹងទៅមាន GPS នៅក្នុងថង់ហ្នឹងឬមីកញ្ចប់ឬអីឬអាហារក្រៀមណាទៅគេដាក់នៅក្នុងកំប៉ុងឬដាក់អីហ្នឹងបានគឺគាត់យួរទៅដល់កន្លែងណាគឺអា GPS ហ្នឹងចាប់បានកន្លែងទីតាំងកន្លែងហ្នឹងគឺគ្រោះថ្នាក់មែនតើតែសូមបន់ស្រន់សូមឲ្យមាជ្រែកហ្នឹងគឺគាត់មិនអាចធ្វើរឿងជោគជ័យនេះបានចោះបាទនេះគ្រាន់តែជាអ្វីជាការព្រួយបារម្ភទីខ្ញុំមិនគិតថារឿងនេះវាពិត 100% ទេគ្រាន់តែជួយគ្នាតាមលទ្ធភាពដែលអាចធ្វើទៅបានទៅបងប្អូនព្រោះយើងការពារសុវត្ថិភាពរបស់បងប្អូនកងទ័ពជួរមុខយើងគឺជារឿងសំខាន់ហើយក្នុងពេលជាមួយគ្នានេះដែរខ្ញុំនៅតែបួងសួងបន់ស្រន់សូមឲ្យវត្ថុស័ក្តិសិទ្ធិពលឹងគេដូនតាបពៈបរោះខ្មែរដែលការពារដែនអធិបតេយ្យយើងគ្រប់ចំនួនទាំងអស់អរុកអរិយអ្នកតាព្រៃភ្នំដែលការពារដែនអធិបតេយ្យរបស់កម្ពុជារបស់យើងនឹងជួយការពារថែរក្សាជីវិតកងទ័ពរបស់យើងនៅជួរមុខហើយនឹងបងប្អូនប្រជាពលរដ្ឋនៅព្រំដែននឹងសូមឲ្យបោះវាជាឆ្ងាយពីការឈ្លានពានយាយីរបស់ថៃហើយសូមឲ្យសត្រូវប្រចាំមិត្តដែលឈ្លានពានដីយើងហ្នឹងគឺទទួលអំពើបាបកម្មតាមយថាកម្មរបស់ខ្លួនទៅតាមអំណាចកម្មរបស់គាត់ឥឡូវនេះព័ត៌មានបញ្ចប់ពីរទៀតគឺតកតងនឹងការបាត់ដំណឹងអ្នកនាងធីសវណ្ណថាសូនឈឹងក្រោយចូលខ្លួនបំភ្លឺតាមការកោះហៅរបស់អាជ្ញាធររឿងផ្សាយព័ត៌មានពីចំនួនព្រំដែនខ្មែរថៃបងប្អូនតាមពិតរឿងការបាត់ដំណឹងរបស់អ្នកនាងធីសវណ្ណថានេះគឺដោយសារតែ Facebook របស់គាត់បើតាម fan របស់គាត់លើកឡើងនៅក្នុងខ្ទង់ comment ហ្នឹងថា5នាទីគាត់ប្រហោះសារព័ត៌មានម្ដងបានន័យថាម៉េចបានន័យថាមួយថ្ងៃគាត់ប្រហោះសាររាប់រយសារដើម្បីនិយាយអំពីព័ត៌មានដែលគាត់ដឹងគាត់ថាបានព័ត៌មានពីព្រំដែនអញ្ចឹងណាប៉ុន្តែពីម្សិលមិញគឺមួយថ្ងៃវាស់ល្ងាចនិយាយទៅម្ដងថ្ងៃនេះគឺ2ថ្ងៃទៅហើយដែលអត់មានសារព័ត៌មានថ្មីអីសោះពីអ្នកនាងធីសវណ្ណថាក៏ប៉ុន្តែមុននឹងអត់មានព័ត៌មានអីតាមបណ្ដាញសង្គម Facebook ហ្នឹងយើងដឹងហើយគឺអ្នកនាងធីសវណ្ណថានេះត្រូវបានអាជ្ញាធរ
ក្រុងភ្នំពេញហ្នឹងក៏ហៅឲ្យចូលទៅបំភ្លឺនៅតុលាការនៅសាលានគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផែនការការងារសន្តិសុខគឺតាមលិខិតក៏ហៅចុះថ្ងៃទី9ខែធ្នូហ្នឹងគឺឲ្យចូលខ្លួនទៅម៉ោង3រសៀលថ្ងៃទី10ធ្នូដើម្បីបំភ្លឺលើការប្រើប្រាស់បណ្ដាញសង្គមបាទនេះហត្ថលេខាចុះដោយលោកឧត្តមសេនីយ៍តូប៊ុនសុសិក្ខាហ្នឹងគឺហៅគាត់ចូលទៅបំភ្លឺហើយតាមពិតឆ្លងតាមដីកាហ្នឹងគឺពេលដែលគាត់ចូលទៅបំភ្លឺហ្នឹងគឺគាត់បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋខ្មែរយើងតាមជួយមើលគាត់ផងបាទគាត់ថាឲ្យជួយឃើញទី1ពេលដែលគាត់ចូលទៅហ្នឹងមុននឹងចូលហ្នឹងនៅក្នុង Facebook គាត់ក៏ដាក់ថាបន្តិចទៀតខ្ញុំចូលបំភ្លឺប៉ូលីសភ្នំពេញករណីផ្សាយព័ត៌មានហើយក្នុងពេលហ្នឹងក៏គាត់បានឆ្លៀតប្រើឃ្លាដើម្បីថាគាត់បានចាត់ចែងបំបុក100តោនរួចរាល់ហើយដើម្បីបញ្ជូនទៅព្រំដែនអីអញ្ចឹងទៅក្រោយមក14ម៉ោងក្រោយពេលចូលទៅបំភ្លឺហ្នឹងគាត់ថាខ្ញុំនៅទីតាំងសួរនាំប៉ូលីសក្រុងគេបង្ខំឲ្យខ្ញុំឆ្លើយព័ត៌មានខ្ញុំថាខ្លាំងតែខ្ញុំមិនព្រមព័ត៌មានខ្ញុំពិតនេះគឺជាសម្ដីរបស់អ្នកនាងធីសវណ្ណថាក្រោយមកទៀតគាត់ផ្សាយបន្តទៀតគាត់ថាខ្ញុំផ្សាយថៃចល័តតបថៃបាញ់ដើម្បីប្រជាពលរដ្ឋបានដឹងត្រៀមជំលះហេតុអ្វីប្តឹងខ្ញុំបំភ័យប្រជាជនមែនបំណងល្អខ្ញុំត្រូវជន់ឈ្លីក្រោយមកទៀតគាត់បានសរសេរសារនៅលើបណ្ដាញសង្គមគាត់ថាខ្ញុំមិនខលទៅថ្នាក់ដឹកនាំទេលោករវល់ខ្លាំងពួកមន្ត្រីខូចឆ្លៀតឱកាសធ្វើបាបខ្ញុំត្រូវខាត់ខ្លួននៅប៉ូលីសក្រុងបាទហើយក្រោយមកទៀតក៏បានសរសេរសារថាខ្ញុំជឿអំពើល្អពិតទេវតាដឹងប្រជាជនដឹងខ្ញុំគ្មានបំណងអាក្រក់ទេកុំចោទលាបពណ៌ខ្ញុំដោះលែងខ្ញុំទៅហើយចុងក្រោយគឺគាត់បាននិយាយថា20ម៉ោងហើយបានន័យថា20ម៉ោងក្រោយមកគាត់ថា20ម៉ោងហើយប៉ូលីសក្រុងភ្នំពេញឃាត់ខ្លួនខ្ញុំករណីផ្សាយព័ត៌មានមិនពិតបំភ័យប្រជាជនជួយខ្ញុំផងសូមបងប្អូនជួយខ្ញុំផងតើព័ត៌មានខ្ញុំពិតឬមិនពិតជួយ comment ផងបាទមកដល់ម៉ោងនេះយើងអត់បានឮដំណឹងអីសោះពីអ្នកនាងធីសវណ្ណថាក្រៅតែពីមានបណ្ដាញសង្គមអ្នកផ្សព្វផ្សាយជាឃោសនាគណៈបកប្រជាជនមួយចំនួនជាពិសេសដោយលោកខានច័ន្ទសុផលអីហ្នឹងគឺ12ម៉ោងមុននេះបានបង្ហាញសារនៅលើបណ្ដាញសង្គម Facebook របស់គាត់ថាធីសវណ្ណថាជាប់ហើយជាប់នេះមិនមែនប្រឡងបាក់ឌុបជាប់ឬក៏ជាប់ពានរង្វាន់ Nobel សន្តិភាពឬក៏ជាប់ជ័យលាភីអីទេខ្ញុំជឿថាសាររបស់លោកខានច័ន្ទសុផលហ្នឹងប្រហែលជាអាចសម្ដៅទៅលើថាជាប់ពន្ធនាគារឬក៏ជាប់ការឃុំខ្លួនក្រោយការសាកសួរជាង20ម៉ោងរបស់ប៉ូលីសក្រុងភ្នំពេញនោះឯងតែយ៉ាងណាបងប្អូនសូមឲ្យអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សជួយតាមដានមើលគាត់ផងបងប្អូនពេញចិត្តគាត់មិនពេញចិត្តគាត់យ៉ាងណាត្រូវចាត់ទុកថាគាត់គឺជាអ្នកដែលកំពុងតែរងគ្រោះដោយការផ្សព្វផ្សាយព័ត៌មានហើយរឿងនេះកើតឡើងគណៈបពប្រឆាំងហោហែមកវាអត់ខុសគ្នាពីការកើតឡើងទៅអ្នកនាងធីសវណ្ណថាទេត្រូវចាត់ទុកគាត់ថាជាអ្នកដែលជាជនរងគ្រោះនៅក្នុងការដែលផ្សាយព័ត៌មានអីអញ្ចឹងទៅគាត់ថាយើងទាំងអស់គ្នាភាគច្រើនអ្នកដែលដូចថាមានសមានចិត្តគ្រប់គ្រងគណៈបកប្រឆាំងដូចជាមានការថ្នាក់ជាមួយអ្នកនាងធីសវណ្ណថានឹងច្រើននៅពេលដែលគាត់គ្រប់គ្រងចោះចូលគណៈបកប្រជាជនប៉ុន្តែឥឡូវនេះគណៈបកប្រជាជនក៏គេបណ្ដេញគាត់ចេញពីបកដកមុខតំណែងគាត់ជាអភិបាលរងក្រុងអរិយខ្សាត់អីអស់ហើយព្យួរទូនីតិឬក៏លែងឲ្យគាត់មានទូនីតិអីអស់ហើយដោយសារតែការផ្សព្វផ្សាយឬការហ៊ាននិយាយព័ត៌មាននៅលើបណ្ដាញសង្គមរបស់គាត់នេះដែរដូច្នេះការនិយាយស្ដីអីក៏ដោយការបញ្ចេញមតិការផ្សព្វផ្សាយព័ត៌មានអីក៏ដោយមិនគួរណាคล้ายទៅជាកម្មវត្ថុនៃការចាប់ចងផ្ដន់ទាទោសទេអាចហៅទៅអប់រំអាចឬក៏សម្របសម្រួលគ្នាខ្ញុំមែនតើទៅមិនចំពោះថាអ្នកនាងធីសវណ្ណថាជាមនុស្សរបស់គណៈបកណាទេខ្ញុំចាត់ទុកគាត់ថាជាប្រជាពលរដ្ឋខ្មែរម្នាក់ដែលរងការធ្វើទុកបុកម្នេញពីអាជ្ញាធរដោយតែការធ្វើទុកបុកម្នេញពីអាជ្ញាធរទៅលើសកម្មជនគណៈបកប្រឆាំងកន្លងមកដែរបងប្អូនឃើញគេខាងគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលជួនកាលឃើញគេចាប់ចងគណៈបកប្រជាជនណាប្រឆាំងអីហ្នឹងចេះតែឲ្យអាជ័យធ្លាក់ទឹកបច្ចេសាធុកអីឥឡូវវាចូលដល់អ្នកនាងទីសវណ្ណថាអីអញ្ចឹងវាមិនមែនជារឿងថាបកណានិន្នាការនយោបាយណាទេគឺយើងត្រូវប្រកាន់សច្ចយុត្តិធម៌ផ្លូវកណ្ដាលមួយគឺឥឡូវគាត់មានទុកហើយគាត់ជាអ្នកផ្សាយព័ត៌មានបងប្អូនសាកគិតមើលថាបើជាយើងតើយើងនឹងមានបញ្ហាបែបណាគាត់អំពាវនាវសុំឲ្យគេជួយអញ្ចឹងបងប្អូនអង្គការសង្គមស៊ីវិលនៅមូលដ្ឋានជួយមើលគាត់ផងតាមដានព័ត៌មានគាត់ផងហើយកុំទៅចាប់ទោសអូសដំណើរដោយសារតែគាត់ធ្លាប់ក្បត់បកសង្គ្រោះជាតិចូលទៅធ្វើលលកឲ្យគណៈបកប្រជាជនអីហ្នឹងអាហ្នឹងអាហោសិកម្មចោលសិនណាយើងនិយាយពីរឿងដោះស្រាយបញ្ហាយុត្តិធម៌ឲ្យអ្នកនាងធីសវណ្ណថាឬក៏អ្នកណាក៏ដោយមិនមែនតែនាងធីសវណ្ណថាអ្នកណាក៏ដោយឲ្យតែមានភាពអយុត្តិធម៌អីមួយយើងត្រូវតែជួយការពារអំពើយុត្តិធម៌
ឲ្យបានឲ្យប្រឆាំងនឹងអំពើអយុត្តិធម៌ហើយកុំគិតថាបុគ្គលមានបញ្ហាហ្នឹងគឺជារឿងយើងយកគោលការណ៍សំខាន់គឺនិយាយពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអីអញ្ចឹងណាបងប្អូនជួយគ្នាមើលគាត់ផងតាមដានមើលព័ត៌មានគាត់ផងទៅហើយទោះជាបងប្អូនពេញចិត្តមិនពេញចិត្តគាត់ប៉ុណ្ណាគាត់ក៏មានអ្នកគ្រប់គ្រងគាត់ច្រើនហើយអ្នកគ្រប់គ្រងគាត់ហ្នឹងក៏គួរតែសរសេរសារឬក៏ធ្វើបាតកម្មតវ៉ាទាមទារឲ្យដោះលែងគាត់ឲ្យដូចនឹងខាងគណៈបកប្រឆាំងដោះលែងដែរទៅកុំអាដៃថាគ្រប់គ្រងគ្នាដល់ពេលគ្នាមានទុកចាប់ផ្ដើមឲ្យជាប់គុកទៅហើយបន់ស្រន់ថាគួរតែសមតែជាប់គុកអញ្ចឹងយើងមិនអាចធ្វើចឹងការទេបងប្អូនគាត់ផ្សព្វផ្សាយព័ត៌មានយ៉ាងណាពិតឬមិនពិតយ៉ាងណាគឺយើងយ៉ាងច្រើនគឺយើងយកព័ត៌មានរបស់ក្រសួងមកតបតទៅនឹងអ្វីដែលការផ្សព្វផ្សាយព័ត៌មានគាត់ទៅឲ្យឲ្យប្រជាពលរដ្ឋជាអ្នកវិភាគទៅបើគេលែងចូលចិត្តគាត់គេលែងស្ដាប់គាត់បាទន័យថាគាត់អាចផ្សាយព័ត៌មានណាមួយមានកម្រិតដែលគេជឿគាត់បានជាគេនៅតែតាមដានព័ត៌មានគាត់ដូច្នេះគួរអនុញ្ញាតឲ្យប្រជាពលរដ្ឋជាអ្នកសម្រេចជាងឲ្យក្រសួងធ្វើទុកបុកម្នេញគាត់អីចឹងណាបាទបងប្អូនឥឡូវនេះគឺព័ត៌មានប្រចាំរាត្រីនេះគឺសន្មតថាចប់ប៉ុណ្ណេះមុននឹងចប់នេះខ្ញុំសូមជម្រាបថាថៃគឺគេប្រកាសបានគ្រប់គ្រងតំបន់ជាច្រើនរួមទាំងអានសេះនិងព្រៃច័ន្ទឬភូមិជោគជ័យអីនេះផងនិងតំបន់ផ្សេងទៀតប៉ុន្តែយើងមិនអាចនឹងជឿថៃ 100% បានទេដោយសារតែពេលនេះគឺជាសង្គ្រាមចិត្តសាស្ត្រច្រើនដើម្បីបំបាក់ស្មារតីកងទ័ពរបស់យើងដែរតែក៏យើងមិនអាចទៅទាត់ចោលព័ត៌មានគេទាំងអស់ដែរហើយមកជឿលើរដ្ឋាភិបាលខ្មែរ 100% ក៏មិនអាចទៅរួចដែរដោយសារអីរដ្ឋាភិបាលខ្មែរក៏ស្អំចិត្តកងទ័ពជួរមុខយើងដើម្បីប្រាប់អំពីភាពជោគជ័យគ្រប់គ្រងតំបន់ទាំងអស់អីចឹងទៅដើម្បីបំពាក់ស្មារតីឲ្យកងទ័ពជួរមុខយើងជឿជាក់នៅតែស្មោះសរពុះពៀប្រយុទ្ធអីអញ្ចឹងទៅអានឹងគឺជាយុទ្ធសាស្ត្រសង្គ្រាមទេបងប្អូនតែយ៉ាងណាពេលដែលថៃប្រាប់ថាគ្រប់គ្រងបានតំបន់ជាច្រើនទៀតតាក់ទងនឹងតំបន់ដែលខាងឃោសនិកឬក៏អ្នកគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាថាកម្ពុជាបានគ្រប់គ្រង10កន្លែងអីហ្នឹងគឺអាហ្នឹងគឺជានយោបាយយុទ្ធសាស្ត្រសង្គ្រាមចិត្តសាស្ត្រតែយើងនៅតែប្រឹងផ្ទៀងផ្ទាត់ព័ត៌មានកុំជឿខាងណា 100% ឲ្យសោះបងប្អូនមកណាគឺយើងចាំមើលហើយចាំស្ដាប់ទាំងសងខាងអញ្ចឹងសិនថៃគេថាម៉េចហើយចាំមើលស្ដាប់ខាងកម្ពុជាគេថាម៉េចបើសិនជាថៃគេថាទាំងអស់អញ្ចឹងមកហើយកម្ពុជាថាអត់មានទេឥឡូវយើងចាប់ផ្ដើមថ្លឹងថ្លែងមើលទៅថាតើទៅហ៊ានជួមុខគេនិយាយថាម៉េចតើគ្រប់គ្រងតំបន់ណាអីតំបន់ណាហើយតើគ្រាប់ផ្លោងនឹងកំពុងតែបាញ់ស្រោចយ៉ាងម៉េចមានការឈប់បាញ់គ្នានៅដូច្នេះម៉ោងនេះអ្នកណាទាកន្លែងណាបានកន្លែងណាគឺជាការប្រទីងបតុងគ្នាទេតើតែមានបတ်ឈប់បាញ់ទើបយើងអាចរាប់ចំនួនទីតាំងដែលឈរជើងបានអានឹងហើយដែលយើងពងបារម្ភមុននឹងមានបတ်ឈប់បាញ់ហ្នឹងគឺច្បាស់ណាស់គឺនឹងបាញ់គ្នាស្រោចអញ្ចឹងទៀតហើយអញ្ចឹងក្រាញអញ្ចឹងបានថាសំណាញ់មេឃអីហ្នឹងប្រើឲ្យកុំឲ្យថៃឈ្លានពានចូលជ្រៅមកដល់ដីខ្មែរតែយ៉ាងណាបងប្អូនទាហានការពាររបស់យើងនៅព្រំដែនគឺលោកនៅតែបន្តភាពអង់អាចក្លាហានឈរជ្រែងដើម្បីការពារដែនអធិបតេយ្យរបស់យើងត្រូវការជំនួយពីយើងគឺសំណាញ់មេឃសំណាញ់អីដើម្បីចាប់យន្តហោះដែលទម្លាក់គ្រាប់ពីលើអាកាសនឹងដែលធ្វើឲ្យមានបញ្ហាប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូនកងទ័ពរបស់យើងហើយនេះគឺជាសំណូមពររបស់សាធារណជនទូទៅហើយខ្ញុំជឿថារដ្ឋាភិបាលក៏បានដឹងឮរឿងនេះដែរហើយលោកហ៊ុនសែនក៏បានធ្លួយនិយាយពីរឿងសំណាញ់មេឃនេះដែរប្រហែលជាគាត់ប្រើយុទ្ធសាស្ត្រចាប់សគ្រប់ចាំឲ្យមកមួយសាមក20 30មកចាំបាញ់មួយសាឬយ៉ាងណាយើងចាំមើលតទៅទៀតបងប្អូនឥឡូវនេះខ្ញុំឆ្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះហើយអរុនសួស្ដីបងប្អូននៅទីក្រុងឡុងបិចនិងទីផ្សេងដែលថ្ងៃកំពុងតែរះរាត្រីសួស្ដីបងប្អូននៅកម្ពុជាសូមទទួលដំណេកឲ្យស្កប់ស្កល់ហើយសូមប្រសិទ្ធពរជ័យសេរីបវរមហាប្រសើរនិងបួងសួងម្ដងទៀតសូមឲ្យបងប្អូនទៅហ៊ានជួមុខហ្នឹងគឺបោវាជាឆ្ងាយពីសត្រូវប្រចាំមិត្តសូមឲ្យរួចផុតពីទុក្ខទោសនិងការចងពៀពីថៃនេះសង្ឃឹមថាបងប្អូននឹងបានទទួលជោគជ័យការពារដែនអធិបតេយ្យយើងបានឲ្យនៅគង់វង្សជានិច្ចនិរន្តរ៍បាទសូមអរគុណសូមជម្រាបលា